ជំរាបសួរបងប្អូននេះគឺជាទម្រង់ដៃអាវហូលបុរសប្រភេទដៃឌុបចាចង់ដឹងថាគេកាត់របៀបណាតោះយើងចូលទៅមើលទាំងអស់គ្នាសូមបងប្អូនចូលទៅចុច Subscribe ចុចសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃដែលបង្ហាញជូនពីតិចនិចនៃការកាត់តិចនិចនៃការដេរតិចនិចនៃការច្នៃប្រឌិតម៉ូដមានម៉ូដថ្មីមិនថាម៉ូដបុរសម៉ូដស្ត្រីម៉ូដកូនក្មេងមនុស្សចាស់និងមានការបង្ហាញជូនពីរបៀបនៃការប៉ាក់ឌិនផងដែរចាដល់ជាដំបូងយើងចូលមកមើលពីរបៀបនៃការចែកលេខដៃរបស់យើងជាមុនសិនដោយមានសម្រងដៃអាវរបស់យើងត្រូវដកនឹង6សម្រាប់ដៃអាវឌុបហើយទំហំក្លៀកចែកនឹង2ដកនឹង10ទំហំក្បាលដៃចែកនឹង2ទំហំកំពូលដៃចែកនឹង2និងទំហំចុងដៃចែកនឹង2ចាឥឡូវយើងមកមើលពីរបៀបនៃការកាត់ដៃអាវហូលមនុស្សប្រុសសម្រាប់ផ្ទាំងក្រោយទាំងអស់គ្នាចាជាដំបូងយើងធ្វើការចុះពីលើបន្ទាត់ខាងលើនេះចុះមកក្រោម3លេខបន្ទាប់មកយើងធ្វើការគូបន្ទាត់ត្រង់មួយបន្ទាប់មកទៀតយើងធ្វើការចុះសម្រងដៃអាវរបស់យើងមកដោយសម្រងដៃអាវរបស់យើងគឺ62យើងដកចុងដៃឌុបរបស់យើង6លេខចេញមកអញ្ចឹងនៅសល់56អញ្ចឹងយើងវាស់ពីបន្ទាត់នេះបន្ទាត់ដែលយើងគូអាមិញហ្នឹងចុះមកក្រោម56តមកយើងធ្វើការគូបន្ទាត់ត្រង់មួយបន្ទាប់មកទៀតយើងធ្វើការគូសចូលពីបន្ទាត់គៀននេះចូលទៅក្នុង2លេខចាប្រសិនបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយនឹងចូលទៅឆ្លើយតបរាល់ comment បងប្អូនទាំងអស់ចាអរគុណច្រើនខាងក្រោមនេះក៏2លេខដូចគ្នាតោះមកយើងធ្វើការគូបន្ទាត់ត្រង់មួយមកចាបន្ទាប់មកទៀតយើងធ្វើការចុះពីបន្ទាត់លើនេះចុះមកក្រោម3លេខកន្លះទៀតតមកយើងធ្វើការគូបន្ទាត់ត្រង់មួយបន្ទាប់មកយើងធ្វើការចុះឃ្លៀកដែលឃ្លៀករបស់យើងមានទំហំ50ហើយចែកនឹង2ដកនឹង10ចាអញ្ចឹង50ចែក2បាន25ដក10នៅសល់15ចាអញ្ចឹងយើងវាស់ពីបន្ទាត់ទីនេះបន្ទាត់មួយនេះចាចុះមកក្រោម15លេខតោះមកយើងធ្វើការគូបន្ទាត់ត្រង់មួយមកចាបន្ទាប់មកក្បាលដៃរបស់យើងគឺ36ហើយយើងចែកនឹង2ទៅគឺបាន18ដល់យើងវាស់ពីបន្ទាត់នេះទៅមុខ18ចាគឺបន្ទាត់មួយនេះបងប្អូនចាយើងវាស់ទៅមុខទៅ18ចា18គឺត្រឹមនេះហើយយើងក្រិតខាងក្រោមមកដូចគ្នា18ដូចគ្នាតោះមកយើងធ្វើការគូបន្ទាត់ត្រង់មួយមកបន្ទាប់មកយើងយកប្រវែង18នេះចាទទឹង18នេះចែកជា2ទៀតមកចាគឺយើងបាន9លេខមកខាង
មកយើងធ្វើការគូបន្ទាត់ត្រង់មួយឡើងទៅលើចាបន្ទាប់ពីយើងធ្វើការគូបន្ទាត់ត្រង់នឹងរួចហើយយើងធ្វើការឡើងពីបន្ទាត់នេះឡើងមកលើ2លេខបន្ទាប់មកយើងធ្វើការគូភ្ជាប់ពីចំណុចដែលយើងក្រិត2លេខហ្នឹងមកចំណុចមួយនេះមកចាបន្ទាប់មកយើងយកប្រវែង9លេខនេះពីប្រវែងនេះមកប្រវែងនេះចែកជា2ទៀតមកគឺបានមកខាង4លេខកន្លះចាដោយសារពីប្រវែងនេះមកប្រវែងនេះ9លេខអញ្ចឹងយើងចែកជា2បាន4លេខកន្លះចា4លេខកន្លះគឺត្រឹមនេះតោះមកយើងធ្វើការគូបន្ទាត់ត្រង់ឡើងទៅលើមួយមកចាបន្ទាប់មកទៀតយើងធ្វើការចាក់វាស់ចេញពីបន្ទាត់4លេខកន្លះនេះទៅមុខ2លេខកន្លះទៀតចាគឺត្រឹមនេះបន្ទាប់មកយើងត្រូវឡើងពីចំណុចមួយនេះឡើងមកលើ2លេខកន្លះតាមនេះតើមកយើងវាស់ចេញកន្លែង2លេខកន្លះនេះទៅមុខវិញ1លេខកន្លះចាត្រឹមនេះគឺយើងចុចចោលអត់នឹងទៅបន្ទាប់មកទៀតយើងធ្វើការចេញពីគោលឃ្លានេះចាទៅមុខ4លេខចាបន្ទាប់មកទៀតយើងធ្វើការទុកធ្នេរចុងដៃរបស់យើងមួយលេខដើម្បីសម្រាប់ដេរបញ្ចូលចុងដៃរបស់យើងបន្តមកទៀតយើងត្រូវប្រើបន្ទាត់កោងរបស់យើងដើម្បីគូភ្ជាប់ពីចំណុចមួយនេះមកចំណុចមួយនេះចាបន្ទាប់មកយើងប្រើបន្ទាត់កោងរបស់យើងដដែលដើម្បីយើងគូសក្បាលដៃម្ខាងទៀតគឺភ្ជាប់ពីបន្ទាត់មួយនេះមកចំណុចមួយនេះចាបន្ទាប់មកយើងត្រូវត្រឡប់ឈៀករបស់យើងមកក្រោមវិញដោយយើងគូសភ្ជាប់ពីចំណុចមួយនេះឲ្យរត់តាមមកចំណុចមួយនេះហើយនឹងរត់តាមមកចំណុចមួយនេះចាអញ្ចឹងយើងដាក់ឈៀកយើងតម្រូវតាមមកចានេះឃើញទេបងប្អូនគឺរត់តាមគ្នាពីចំណុចនេះមកចំណុចនេះពីចំណុចនេះមកចំណុចនេះចាយើងដាក់ឈៀកយើងឲ្យត្រូវចំណុចទាំង3នឹងហើយចាំយើងធ្វើការគូសបន្ទាប់មកទៀតយើងធ្វើការគូសភ្ជាប់ពីចំណុចនេះមកចំណុចនេះដោយប្រើបន្ទាត់ត្រង់យើងធម្មតាចាហើយក៏សូមជម្រាបជូនបងប្អូនដែលត្រូវការកាត់ពុម្ពអាវនាងខ្ញុំទទួលកាត់ពុម្ពអាវផងដែរចាដោយបងប្អូនទំនាក់ទំនងមកកាន់ខ្ញុំតាមរយៈ chat page Facebook ក៏បាន YouTube ក៏បាន TikTok ក៏បាន
បន្ទាប់មកយើងប្រើបន្ទាត់កោងរបស់យើងដើម្បីគូសភ្ជាប់ពីចំណុចនេះមកបន្ទាត់ត្រង់របស់យើងនេះចា បន្ទាប់មកទៀតយើងធ្វើការដាក់បន្ទាត់កោងយើងដដែលដល់យើងភ្ជាប់ពីចំណុចនេះមកចំណុចមួយនេះដែលយើងចុចនេះចាសម្រាប់បងប្អូនដែលស្គាល់តែ page Facebook តែមិនស្គាល់ YouTube ឬក៏មួយក៏ស្គាល់តែ YouTube មិនស្គាល់ Facebook ឬក៏បងប្អូនខ្លះក៏អត់ស្គាល់ TikTok របស់នាងខ្ញុំអញ្ចឹងនាងខ្ញុំសូមជម្រាបថាទាំង YouTube ទាំង Facebook ទាំង TikTok របស់នាងខ្ញុំគឺមានឈ្មោះដូចគ្នាគឺមានឈ្មោះថារៀលមនីចាបន្ទាប់មកយើងធ្វើការចាប់ផ្ដើមចែកកលៈដៃរបស់យើងជា2ដោយយើងវាស់ពីបន្ទាត់នេះមកបន្ទាត់នេះចែកជា2តែសម្រាប់ដៃដប់គឺយើងត្រូវបូកបន្ថែម6លេខចុងដៃរបស់យើងមួយទៀតជាមុនសិនមុននឹងយើងធ្វើការចែកជា2ដែលដោយសារយើងបានដកចុងដៃចេញឥឡូវយើងបូកវាបញ្ចូលវិញមកដើម្បីឲ្យបងប្អូនងាយស្រួលមើលបន្ទាប់មកយើងធ្វើការចែកកលៈដៃរបស់យើងជា2ដោយយើងយកពីប្រវែងចំណុចបន្ទាត់មួយនេះមកដល់ចំណុចបន្ទាត់មួយនេះចែកជា2ហ្នឹងសម្រាប់ដៃបំពង់តែសម្រាប់ដៃដប់គឺយើងត្រូវបូកបន្ថែមនឹង6លេខដែលយើងបានដកមុនហ្នឹងយើងត្រូវបន្ថែម6លេខជាមុនសិនមុននឹងយើងធ្វើការចែកជា2អញ្ចឹងយើងវាស់ចុះបន្ថែម6លេខទៀតមកដល់យើងវាស់ពីបន្ទាត់លើនេះណាចុះមកក្រោម6លេខគឺត្រឹមនេះអញ្ចឹងយើងធ្វើការគូបន្ទាត់ត្រង់មួយដើម្បីឲ្យបងប្អូនងាយស្រួលមើលពីបន្ទាត់នេះមកបន្ទាត់នេះគឺជាប្រវែងសម្រងដៃរបស់យើងពិតប្រាកដគឺ62តែសម្រាប់ដៃដប់គឺយើងត្រូវដក6លេខចុងដៃចេញដើម្បីទុកតចុងដៃអញ្ចឹងនៅពេលដែលយើងចែកកលៈដៃនេះគឺយើងត្រូវបូក6លេខមកវិញសិនមុននឹងយើងធ្វើការចែកកលៈដៃឥឡូវយើងវាស់ពីបន្ទាត់នេះមកបន្ទាត់ដែលយើងគូសបន្ថែមនេះមកតាមមានប្រវែងប៉ុណ្ណាគឺមានប្រវែង47អញ្ចឹង47យើងចែកជា2មកបាន23កន្លះ23កន្លះគឺត្រឹមនេះបន្ទាប់មកយើងធ្វើការគូបន្ទាត់ត្រង់មួយបន្ទាប់មកទៀតយើងធ្វើការចូលពីបន្ទាត់ខាងមុខនេះចូលមកក្នុង1លេខកន្លះបន្ទាប់មកយើងធ្វើការចេញចុងដៃកន្លែងនេះចេញទៅក្រៅវិញគឺកន្លះលេខបន្ទាប់មកយើងប្រើបន្ទាត់កោងរបស់យើងដើម្បីគូសភ្ជាប់ពីចំណុចមួយនេះមកចំណុចមួយនេះតែមកយើងស្រីវាឲ្យត្រូវពីចំណុចនេះយើងត្រូវគូបន្តភ្ជាប់ពីចំណុចនេះមកចំណុចកន្លះលេខដែលយើងក្រាត់អំបញ្ញមិញបន្ទាប់មកយើងធ្វើការចែកកំពួនដៃរបស់យើងដល់កំពួនដៃរបស់យើងមានទំហំ30ចែកនឹង2បាន15អញ្ចឹងយើងវាស់ពីចំណុចមួយនេះមកមុខ15លេខ
ចាត្រឹមនេះហើយសម្រាប់ចុងដៃទំហំចុងដៃរបស់យើងគឺ26ចែកនឹង2បាន13យើងបូកថែមជីប2មកចាដោយដៃដុបរបស់យើងមានជីបចាអញ្ចឹងយើងបូកបន្ថែមជីប2មកស្មើ15ចាអញ្ចឹង15យើងវាស់ពីចំណុចមួយនេះមកមុខ15លេខចាត្រឹមហ្នឹងចាបន្ទាប់មកយើងធ្វើការគូសរាងដៃអាវរបស់យើងមកដល់យើងដាក់បន្ទាត់របស់យើងឲ្យរត់បែបនេះចាពីចំណុចនេះមកចំណុចនេះពីចំណុចនេះមកចំណុចចុងដៃនេះចាហាកន្លែងនេះឲ្យវាកោងឡើងលើបន្តិចអញ្ចឹងមកចាអញ្ចឹងកន្លែងនេះយើងដាក់បន្ទាត់ត្រូវផ្ទៀងមើលច្បាស់បងប្អូនណាចាឲ្យវារត់តាមចំណុចដែលយើងបានក្រិតតោះមកយើងធ្វើការគូសបន្ទាប់មកយើងធ្វើការឡើងពីបន្ទាត់នេះឡើងមកលើ7លេខហើយយើងគូរាងប្រឆិតបន្តិចមកហើយកន្លែងតឹងមកវាបត់ចូលនេះគឺយើងយក4លេខមកយើងធ្វើការគូបន្ទាត់ត្រង់មួយបន្ទាប់មកយើងធ្វើការទុកធ្នេរខាងនេះរបស់យើងគឺចំនួន4លេខចានេះចាគឺ4លេខពីចំណុចនេះមកចំណុចនេះ4លេខហើយយើងក្រិត4លេខចុះមកក្រោមអញ្ចឹងមករួចរាល់ហើយយើងប្រើបន្ទាត់កោងរបស់យើងដើម្បីធ្វើការគូសមកហើយសម្រាប់ធ្នេរខាងនេះវិញគឺយើងទុក2លេខចាខាងលើនេះគឺយើង2លេខស្រេចហើយចាអញ្ចឹងយើងក្រិតខាងក្រោមនេះមក2លេខតោះមកយើងប្រើបន្ទាត់កោងរបស់យើងធ្វើការគូសជាប់មកចាឥឡូវរបៀបនៃការគូសដៃអាវហូលប្រុសសម្រាប់ដៃដុបម៉ូតមួយនេះគឺបានគូសរួចរាល់ហើយឥឡូវយើងមកធ្វើការកាត់ចាសម្រាប់បងប្អូនដែលត្រូវការពុំបងប្អូនអាចទំនាក់ទំនងមកកាន់ខ្ញុំបានតាមរយៈឆាត page ក៏បាន YouTube ក៏បាន TikTok ក៏បានបងប្អូនណាដែលមានឈ្មោះថា Real Money ចាគឺទាំង page ទាំង YouTube ទាំង TikTok គឺមានឈ្មោះ Real Money ដូចគ្នាចាបងប្អូនអាចទំនាក់ទំនងមកតាម
រយៈមួយណាក៏បានដែរចាហើយក៏បងប្អូនសម្រាប់បងប្អូននៅចង់ចេះម៉ូដដៃអាវម៉ូដកអាវម៉ូដអីឬក៏តិចនិចអីសំខាន់ប្លែកបងប្អូនអាចចូលទៅមើលនៅក្នុង channel YouTube របស់ខ្ញុំមួយនេះបានចាដោយនៅទីនោះគឺមានវីដេអូច្រើនចាមិនថាម៉ូដដៃអាវមិនថាម៉ូដកក់សិលកអាវទេបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់ត្រង់ម៉ូដមួយណាបងប្អូនអាចចូលទៅមើលនៅក្នុង channel YouTube របស់ខ្ញុំបានបងប្អូនណាចាសូមបងប្អូនចូលទៅចុច Subscribe ចុចសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃដែលបង្ហាញជូនពីតិចនិចនៃការកាត់តិចនិចនៃការដេរតិចនិចនៃការច្នៃប្រឌិតម៉ូដមានម៉ូដថ្មីមិនថាម៉ូដបុរសម៉ូដស្ត្រីម៉ូដកូនក្មេងមនុស្សចាស់និងមានការបង្ហាញជូនពីរបៀបនៃការប៉ាក់ឌិនផងដែរចាប្រសិនបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយនឹងចូលទៅឆ្លើយតបរាល់ comment បងប្អូនទាំងអស់ចាអរគុណច្រើនចារួចរាល់ហើយដៃអាវដៃដប់អាវហូលរបស់បុរសរបស់យើងគឺបានកាត់រួចរាល់ហើយនេះគឺសម្រាប់ផ្ទាំងខាងក្រោយបងប្អូនណាចាអញ្ចឹងសម្រាប់វីដេអូក្រោយនាងខ្ញុំនឹងបង្ហាញពីរបៀបនៃការកាត់ដៃអាវផ្ទាំងខាងមុខវិញម្ដងចាហើយសូមបញ្ជាក់ថាដៃអាវនេះគឺអត់ចាំបាច់ទុកធ្នេរនៅលើកណាត់ទេណាបងប្អូនគឺធ្នេរវាគឺមាននៅលើនឹងស្រេចហើយចានេះខាងនេះគឺយើងដេរធ្នេរមួយលេខហើយខាងនេះគឺយើងដេរធ្នេរពីរលេខតាមបន្ទាត់មួយនេះចាអញ្ចឹងអត់មានបាច់ទុកធ្នេរអីទាំងអស់គឺកាត់តាមពុំនេះគឺកាត់មកត្រឹមតែម្ដងចាឥឡូវនេះការបង្ហាញជូនពីរបៀបនៃការកាត់ក៏ដូចជារបៀបនៃការគូសដៃអាវហូលបុរសសម្រាប់ដៃដប់គឺបានដល់ទីបញ្ចប់ហើយសូមបញ្ជាក់ថាផ្ទាំងមួយនេះគឺជាផ្ទាំងក្រោយបងប្អូនណានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញកាត់ដៃអាវផ្ទាំងមុខវិញម្ដងចាចឹងយើងចាំជួបគ្នានៅវីដេអូក្រោយចាអរគុណច្រើនចំពោះការតាមដានទស្សនារបស់បងប្អូនតាំងពីដើមដល់ចប់ជូនពរបងប្អូនជួបតែសំណាងល្អរកទទួលទានមានបានហេងគ្រប់ក្រុមគ្រួសារ